ការខូចតម្រងនោមគឺជាបញ្ហាមួយដែលកំពុងតែផ្ទុះខ្លាំងមែនទែននៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ននេះហើយកំពុងតែកើតទៅលើបងប្អូនប្រជាពលរដ្ឋច្រើនមែនទែនពីមួយថ្ងៃទៅមួយថ្ងៃថ្ងៃនេះចង់ឲ្យបងប្អូនចូលរួម4ចំណុចខាងក្រោមដើម្បីឲ្យបងប្អូនរស់ចាក់ឆ្ងាយពីបញ្ហាតទៅនឹងខូចតម្រងនោមនៅថ្ងៃខាងមុខការដែលយើងឆ្លងសុខភាពក៏ដូចជាថែទាំរាល់ថ្ងៃរូបសម្បត្តិជឿថាបងប្អូនប្រកាសជាអាចធ្វើបានទាំងអស់គ្នាដើម្បីកុំឲ្យមានបញ្ហាតទៅនឹងតម្រងនោមនៅថ្ងៃក្រោយចំណុចទី1ដែលសំខាន់ដែលបងប្អូនត្រូវយកចិត្តទុកដាក់គឺទៅលើរបបអាហារប្រចាំថ្ងៃបងប្អូនទាំងអស់គ្នាត្រូវកំណត់ឲ្យបានច្បាស់លាស់ថាអាហារដែលបងប្អូនញ៉ាំរាល់ថ្ងៃមិនប្រៃពេកហើយមិនផ្អែមពេកព្រោះតែកាលណាបងប្អូនញ៉ាំផ្អែមគឺបង្កឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាប្រព័ន្ធអាំងស៊ូលីនធ្វើការងារខុសប្រក្រតីវាធ្វើឲ្យបងប្អូនចាប់ផ្ដើមលើសជាតិស្ករទៅជាជំងឺទឹកនោមផ្អែមការដែលបងប្អូនញ៉ាំប្រៃវាមានបញ្ហាសម្ពាធឈាមហើយពេលណាដែលបងប្អូនមានបញ្ហាសម្ពាធឈាមឡើងខ្ពស់នឹងឱកាសនៃការខូចតម្រងនោមគឺមានខ្ពស់មែនទែនតែបងប្អូនទទួលទាននៅអាហារដែលមានរសជាតិប្រៃពេកហើយនិងផ្អែមពេកគឺជាសត្រូវធំបំផុតជាមួយនឹងតម្រងនោមចំណុចទី2ដែលបងប្អូនត្រូវយកចិត្តទុកដាក់គឺការដែលបងប្អូនកាត់បន្ថយឬក៏បញ្ឈប់តែម្ដងទៅលើភេសជ្ជៈគ្រឿងកំប៉ុងរបស់ផ្អែមគ្រប់ប្រភេទចំនួនដល់ការញ៉ាំទឹកធម្មតានឹងវិញឲ្យបានច្រើនចន្លោះពី2លីត្រទៅ3លីត្រនៅក្នុងមួយថ្ងៃចំណុចទី2នេះសូមបើកពើកញ្ចក់បន្តិចពាក់ព័ន្ធជាមួយនឹងបងប្អូនដែលគាត់ចូលខមមិនថារាល់ថ្ងៃគាត់ធ្វើការងារហើយហត់អស់កម្លាំងគឺគាត់ត្រូវការញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងរបស់ផ្អែមក្នុងនៃវីដេអូនេះគឺចង់បញ្ជាក់ប្រាប់បងប្អូនថាឲ្យព្យាយាមកាត់បន្ថយមិនមែនតែបងប្អូនផ្ដាច់តែម្ដងទេហើយមានបងប្អូនមួយចំនួនក៏គាត់បានចូលខមមិនដែរថាបញ្ឈប់តែម្ដងក៏កាន់តែប្រសើរហើយបើសិនជាបងប្អូនអាចបញ្ឈប់នៅក្នុងការញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងរបស់ផ្អែមក៏កាន់តែល្អសម្រាប់បងប្អូនទាំងអស់គ្នានៅថ្ងៃក្រោយចំណុចទី3គឺការដែលបងប្អូនកុំទទួលទាននៅប្រភេទអាហារឬក៏សាច់កែច្នៃច្រើនពេកព្រោះអាហារកែច្នៃឬក៏សាច់កែច្នៃគឺជាសត្រូវធំបំផុតដែលបំផ្លាញសុខភាពបងប្អូននៅថ្ងៃក្រោយជាពិសេសគឺទៅលើស្រទាប់យុវវ័យនាពេលបច្ចុប្បន្ននេះគឺសង្កេតឃើញពួកគាត់ចូលចិត្តទទួលទាននៅប្រភេទអាហារឬក៏សាច់កែច្នៃច្រើនមែនទែនធ្វើឲ្យពួកគាត់ងាយនឹងប្រឈមជាមួយនឹងបញ្ហាខូចតម្រងនោមនៅថ្ងៃក្រោយហើយភាគច្រើនដែលបងប្អូនចូលខមមិនគឺសម្បូរខ្លាំងមែនទែនស្រទាប់យុវវ័យ20ជាង10ជាងឆ្នាំឯហ្នឹងចាប់ផ្ដើមមានបញ្ហាតម្រងនោមបណ្ដាហើយចំណុចទី4ចុងក្រោយដែលចង់ឲ្យបងប្អូនចូលរួមទាំងអស់គ្នាគឺការដែលបងប្អូនចូលរួមនៅក្នុងការហាត់ប្រាណឲ្យបានរាល់ថ្ងៃការហាត់ប្រាណគឺជាសកម្មភាពមួយដែលជួយឲ្យបងប្អូននឹងរស់នៅបានអាយុវែងរស់នៅដោយរស់ចាក់ឆ្ងាយពីជំងឺផ្សេងៗគឺបានខ្ពស់មែនទែនមិនថាតែបងប្អូនកំពុងតែឈឺឬក៏មិនទាន់ឈឺទេការហាត់ប្រាណគឺជាថ្នាំទិព្វម្យ៉ាងដែលជួយឲ្យបងប្អូននឹងសុខភាពល្អរាងកាយរឹងមាំប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺផ្សេងៗគឺបានច្រើនចំណុចទាំង4ខាងលើនេះរូបខ្ញុំបានសង្ឃឹមថាបងប្អូនអាចចូលរួមអនុវត្តទាំងអស់គ្នាបានដើម្បីឲ្យសុខភាពខ្លួនឯងល្អសុខភាពរឹងមាំជាពិសេសកុំឲ្យមានបញ្ហាខូចតម្រងនោមនៅថ្ងៃក្រោយកុំភ្លេចជួយ share ចែករំលែកវីដេអូនឹងម្នាក់មួយផងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបានទទួលដឹងហើយយកទៅអនុវត្តគ្រប់គ្នាដើម្បីថែទាំតទៅជាមួយនឹងសុខភាពតម្រងនោម